ថ្ងៃអាទិត្យម៉ោង11នៅទីនេះយើងសិក្សាព្រះបន្ទូលផ្ទាល់ហើយនឹងថ្ងៃប្រហ័សនៅតាមផ្ទះហើយសូមបងប្អូនអត់ហត់បានឡើងទៅណាហើយក៏មានម៉ាស៊ីនត្រជាក់ស្រេចដូច្នេះហើយបងប្អូនចូលរួមសូមកម្លាំងចិត្តបងប្អូនដែលមានឱកាសពេលវេលាចូលរួមសិក្សាព្រះបន្ទូលព្រះអង្គជារៀងរាល់ថ្ងៃប្រហ័សម៉ោង7ហើយថ្ងៃសៅរ៍យើងក៏មានការអធិដ្ឋានចាំយាមជារៀងរាល់ថ្ងៃសៅរ៍ផងដែរម៉ោង2រសៀលនៅស៊ូមដូច្នេះហើយការទាំងអស់នោះយើងដំណើរការទៅដោយរលូនដោយព្រះទ្រង់ប្រទានពរហើយនឹងគុំជាមួយយើងដែលបន្តការសិក្សាហើយនឹងបន្តការអធិដ្ឋានចាំយាមមិនតែសម្រាប់សហគមន៍ឬក៏ក្រុមជំនុំរបស់យើងប៉ុណ្ណោះទេការអធិដ្ឋាននោះគឺយើងអធិដ្ឋានសម្រាប់ពិភពលោកទាំងមូលដូច្នេះខ្ញុំជឿថាព្រះទ្រង់គង់ជាមួយហើយសប្បុរសហត្ថីក្នុងការដែលយើងរួមគ្នាដើម្បីអធិដ្ឋានថ្វាយសិរីល្អដល់ទ្រង់អធិដ្ឋានសម្រាប់ប្រទេសជាតិនិងសហគមន៍ទាំងមូលផងដែរដូច្នេះហើយសូមបងប្អូនសម្រុំចិត្តអធិដ្ឋានជាមួយនឹងខ្ញុំនឹងបើកកម្មវិធីថ្វាយបង្គំទ្រង់ដល់វេលារសៀលនេះព្រះវរបិតានៃយើងខ្ញុំដែលគង់នៅឋានសួគ៌អើយគុណសូមអរព្រះគុណដល់ព្រះអង្គអរព្រះគុណទ្រង់ណាស់ដែលទ្រង់ជាព្រះមានពេញទៅដោយសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណានិងព្រះハរតីអត់ធ្មត់គុណសូមអរព្រះគុណទ្រង់នៅសេចក្តីស្រឡាញ់និងសេចក្តីសង្គ្រោះដែលគុណទាំងអស់គ្នាបានទទួលអរព្រះគុណទ្រង់នៅពេលវេលារសៀលនេះដែលគុណទាំងអស់គ្នាមានចិត្តព្រមព្រៀងគ្នាដើម្បីចូលមកចំពោះទ្រង់សរសើរដំកើងទ្រង់ថ្វាយបង្គំទ្រង់ដោយវិញ្ញាណនិងសេចក្តីពិតសូមព្រះអង្គមេត្តាគុំជាមួយយើងខ្ញុំទាំងអស់គ្នាជួយយើងខ្ញុំទាំងអស់គ្នាមានចិត្តដែលប្រងព្រាបស្ដាប់នឹងព្រះបន្ទូលរបស់ទ្រង់និងគុំជាមួយអ្នកបម្រើទ្រង់ដែលនឹងចែកចាយព្រះបន្ទូលទ្រង់នោះផងដែរសូមឲ្យគាត់មានកម្លាំងស្មារតីវាងវៃមកអំពីទ្រង់សូមឲ្យព្រះបន្ទូលទ្រង់នៅថ្ងៃនេះបានជាពន្លឺដល់យើងខ្ញុំទាំងអស់គ្នាផ្សាយនៅសេចក្តីស្រឡាញ់របស់ទ្រង់ដល់ដួងចិត្តយើងខ្ញុំទាំងអស់គ្នាដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាចែកចាយសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃផងដែរសូមអង្គនឹកចាំពីបងប្អូនដែលមិនបានមកចូលរួមនៅថ្ងៃនេះអូព្រះដ៏មានគ្រប់វិជាស្ដាទ្រង់ជ្រាបហើយថាគេមានការរវល់មកមានយកគ្រប់ទាំងកិច្ចការរបស់គេព្រះអង្គហើយសូមព្រះអង្គគង់ជាមួយពួកគេផ្ដល់នូវសេចក្តីសុខសាន្តដល់ពួកគាត់រំលឹកដាស់តឿនពួកគាត់ឲ្យបានដឹងចាំថាគ្រប់ទាំងកម្លាំងនិងសុខភាពរឹងមាំបានមកអំពីទ្រង់ហើយគឺមានឱកាសនឹងពេលវេលាមកអរព្រះគុណទ្រង់គុណសូមអរព្រះគុណទ្រង់សូមអង្គនឹកចាំបងប្អូនដែលនៅអនឡាញស្ទាក់ប្រទានពរផ្ដល់កម្លាំងសុខភាពប្រាជ្ញាមកពីទ្រង់សូមឲ្យសេចក្តីជំនឿពួកយើងទាំងអស់គ្នាបានរឹងមាំនៅចំពោះទ្រង់ជានិច្ចនិងការពារថែរក្សាបងប្អូនដែលកំពុងធ្វើដំណើរដូចជាលោកគ្រូនិងភរិយានិងបងប្អូនដែលរៀបចំបំរុងនឹងមកថ្វាយមកប្រទេសអាមេរិកវិញផងដែរគុណសូមអរព្រះគុណទ្រង់គុណសូមអធិដ្ឋានថ្វាយកម្មវិធីនៅវេលារសៀលនេះថ្វាយក្នុងព្រះនាមដ៏មានគ្រប់វិជាស្ដាគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំសូមអរគុណទៅដល់ព្រះបិតានិងព្រះរាជបុត្រាព្រមទាំងព្រះវិញ្ញាណដែលរក្សាយើងគ្រប់គ្នាមកទល់ថ្ងៃនេះខ្ញុំមិនមែនជាភ្ញៀវទេព្រោះកន្លែងនេះខ្ញុំធ្លាប់ឈរខ្ញុំធ្លាប់អង្គុយរាប់ឆ្នាំប៉ុន្តែបងប្អូនហើយយើងដែលក្នុងទីរហោឋានតែងតែលោកឆ្វេងលោកស្ដាំឬយឺតលឿនទៅមុខឬយឺតទៅក្រោយមិនសូវនឹងណទេប៉ុន្តែទីបំផុតព្រះលោកយកយើងទៅជួបគ្នាទៀតនៅឥឡូវសូមអរគុណត្រង់ណាស់នៅតាមទីរហោឋានដែលខ្ញុំបានដើរបងប្អូនក៏បានដើរនៅផ្លូវនោះជាមួយគ្នាលំបាកជួបឧបសគ្គខ្យល់រងាថ្ងៃព្រះអាទិត្យកម្ដៅខ្លាំងកាត់វាលខ្សាច់ឆ្លងស្ពានឆ្លងទឹកសមុទ្រប៉ុន្តែបើយើងជាប់ជាមួយនឹងព្រះអង្គយើងមិនវិញទៅណាទេខ្ញុំច
trong trường riêng bảo cô là cách thả dương là một ngày nát bởi cái dương nghĩa mơn rồi ngày nát còn tay bởi dương mơn tông mốc thích là hai bằng cô dương ban lưu số sẵn kriêm trong băng đèn chôl ọc nắp ọc klien hay cả ọc cha này thom mà chiết nâu bênh phèn đấy tam pre bật tu để prap ye tha pe lu chiết chiên nó quay mình đè nè các ọc nè mình đè khơi nô nừng khơi quay đè nè các ọc nè mình đè lư nô nừng lư quay đè mình đè squat nô nè nừng squat bóng cô ơi trong ban thì dễ ní mình men bóng ôn mình flop lư đôi nhom rư thắt yod đôi nhom tê cứ bóng ôn bơ khơi cứ men pre ra bao nhiêu ốc đeo của họ dương mùi kình lẽ na kình lư na tê thì thầy dương chuốc cá ốc cha cho nên khăn mình tên phân tè ốc cũng đó có ông nè để bóng ôn ông cười tì ni bóng hai bị sát thầy tiếp lấy skrê ra lăng đào pre ông để viên phải chân rô đào pre vô với đá để bẩn chun pre ông để xong pro dương chia flow chia chỉ vứt chia skrê bật chia pre ông chia chỉ vứt rô lần vinh nốt dương bàn đơn tạm trùng hai dương sẵn khâm chia đích thang dương mình bàn tất đào tì thang để pre trùng xong giá chia mình khảo đôi chúng bạn chia đôi chúng bạn chùm riêng bằng hộ mình sưu cái để dương đơn tam chi hộ thang và tay dương trâu đôi chỉ vinh đôi chlong cắt ca học nơi chlong cắt ca át clean chlong cắt ca lùm bạc tọt tên rồi chẳng bạc đèn chôl tại miền sĩ cây sừng khâm tổ mốc chiến ninh còn cô đây dương còn vùng tại tổ mốc ở lâu ninh người ta xong khâm chiến ninh và đây mình đã bảo bóng dương cho thế bảo căn na dương đâu tại châu prom mà lúc này sẽ cái đây sợ lạnh rồi bảo tới ông cho xong khâm cho o sắp bài cho môi đừng kia đôi khi ban cái kia tha nhưng men chia cái nhiều thế những chuyện bóng có ôn rồi bóng có ôn chắc ngọc nè để na có score cũng để lực lên tập pi nè bay nè nhưng sắp bài mọi đó khơi bóng có ôn bàn sắp bài đôi khi chúng sẵn khâm vết men hơi dương sắp bài ở tại khăn lần thanh tiết cả này dương tôi chua bốc vẽ bỏ ra rồi bảo dương đẹp cột tâu môn hơi dương mình chua bóng ôn xây tiết để dương mình dần không thả cái bàn tâuแต่បែទៅជាដល់នោះឃើញគេនៅនោះស្រាប់សូមព្រះពររបស់ព្រះប្រទានដល់បងប្អូនគ្រប់គ្នាកុំឲ្យព្រះពរនោះឃ្លាតចេញពីសេចក្តីសង្ឃឹមរបស់បងប្អូនឡើយដើរទៅជាមួយគ្នាដល់ទៅមុខទៀតកុំរៀថយកុំបែកឆ្វេងកុំបែកស្ដាំអត់មានអំណាចផ្សេងទៀតដែលយើងពឹងទេមានតែព្រះគ្រឹះមួយតែប៉ុណ្ណោះសូមអរគុណដល់ព្រះអង្គដែលលោកប្រើប្រាស់នាវីក៏ថាខ្ញុំលោកគ្រូខ្ញុំអត់មានគ្រូគាត់ទេព្រោះខ្ញុំធ្លាប់ធ្វើគ្រូពីដើមមកបងប្អូនចេះហៅខ្ញុំលោកគ្រូទៅប៉ុន្តែខ្ញុំក៏ជាសិស្សរបស់ព្រះអង្គដូចគ្នាទាំងអស់គ្នាសូមអរគុណលោកដែលលោកបានរៀបនាវីនិងរៀបបងសូត្រអូនផ្សេងទៀតជាបន្តឲ្យបានឈរនៅទីនេះបង្ហាញបំភ្លឺសម្ដែងពីព្រះបន្ទូលសេចក្តីពិត
របស់ទ្រង់ដល់បងប្អូនផ្សេងទៀតដែលកំពុងតែស្វែងរកសេចក្តីពិតសូមអរគុណដល់បងប្អូនសូមអរគុណទៅដល់ព្រះនៃយើងសូមអរគុណម្ដងទៀតអរគុណ con được rô trái bàn thì tìm cho đào như là phần này đào từ lúc từ đây đào lúc lòng trình độ bao nhiêu lòng như thế này mình xong lúc đào lòng trình độ được ó đại là trong ngày đi miền cái này vô một an là copy là miền được tạo thành đi nhóm ngang là copy tìm mũi du hán bày buộc khó đọc bằng mũi bấtประត្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលពីនិច្ចវិញហើយខ្ញុំនឹងអានកូរិនថូសទី1ជំពូក13ខ4ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ដើម្បីក៏ហើយក៏សពរោះសេចក្តីស្រឡាញ់មិនចេះឈ្នានេះមិនចេះអួតខ្លួនក៏មិនដែលមានចិត្តធំផងនឹងកូរិនថូសទី1ទៀតចំពុក13ខ7ទៅដល់8ក៏គ្រប់បាំងទាំងអស់ជឿទាំងអស់សង្ឃឹមទាំងអស់ហើយទ្រាំទ្រទាំងអស់រីឯការអធិប្បាយនោះនឹងត្រូវបាត់ទៅការនិយាយភាសាដទៃនឹងត្រូវឈប់ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរតែសេចក្តីស្រឡាញ់មិនដែលផុតឡើយនឹងអានយូហាន1ជំពូក4ខ16បន្តទៀតយើងរាល់គ្នាបានស្គាល់ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានដល់យើងព្រះទ្រង់ជាទួលសេចក្តីស្រឡាញ់ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់នោះក៏បាននៅជាប់ក្នុងព្រះហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរនេះជាព្រះបន្ទូលព្រះអម្ចាស់សម្រាប់ព្រះអង្គសម្រាប់ព្រះអម្ចាស់អរគុណ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
បងកុំយើងខ្ញុំថ្ងៃនេះថាសេចក្តីស្រឡាញ់ល្អគ្រប់យ៉ាងសេចក្តីស្រឡាញ់គ្រួសារមិត្តភ័ក្តិគូស្នេហ៍របស់យើងរកឃើញប្រភពពិតទាំងអស់នេះនៅក្នុងព្រះអង្គសូមបើកចិត្តទូបង្គំឲ្យយល់អំពីអាកាពេសេចក្តីស្រឡាញ់ដ៏ខ្ពស់បំផុតរបស់ទ្រង់ដែលជាសេចក្តីស្រឡាញ់ដែលផ្ដល់ឲ្យទូបង្គំមានការអភ័យទោសលះបង់និងមិនដែលរលត់ឡើយសូមជួយទូបង្គំយើងខ្ញុំឲ្យទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គហើយនឹងចែកចាយរំលែកដល់អ្នកដទៃផងដែរសូមលើកការអធិប្បាយនៅថ្ងៃនេះនៅក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនភាសាខ្មែរយើងមានពាក្យជាច្រើនដែលយើងនិយាយថាហូបស៊ីញ៉ាំឆាន់សោយពាក្យអង់គ្លេស eat ពាក្យស្រឡាញ់អង់គ្លេសនៅតែមួយ In Khmer we have word like eat a lot English only one love only one but in Greek there are 4 different degrees of love I'm going to talk about ដែលមានចម្រុះនៃពាក្យថ្ងៃនេះយើងនឹងឃើញសេចក្តីស្រឡាញ់4ហេតុអ្វីបានជាយើងទាំងអស់គ្នាប្រាថ្នាចង់បានសេចក្តីស្រឡាញ់ដែលមិនចេះសាបសូន្យដែលនៅស្ថិតស្ថេរសេចក្តីស្រឡាញ់ក្រុមគ្រួសារមិត្តភ័ក្តិប្រពន្ធដៃប្រពន្ធយ៉ាងណាក៏ដោយគ្រួសារយើងជួនកាលអាចបែកគ្នាទើសគ្នាអាចមិត្តភ័ក្តិអាចរសាត់ពេលគេមូចេញពីកន្លែងដែលយើងស្គាល់គ្នាប្តីប្រពន្ធអាចមានអារម្មណ៍មានជួបទុក្ខលំបាកប៉ុន្តែលោក C.S. Lewis បានប្រាប់យើងថាសេចក្តីស្រឡាញ់ទាំងអស់នោះទាំង3គ្រួសារមិត្តភ័ក្តិគូស្នេហ៍នឹងអាចមិនថិតថេរទេបងប្អូនមិនបាននៅគង់វង្សពីព្រោះយើងមានកម្រិតយើងមានលក្ខខណ្ឌច្រើនណាស់ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះមានតែមួយគត់អត់លក្ខខណ្ឌអ្នកណាក៏ទ្រង់ស្រឡាញ់មានរើសមុខ all the 3 loves family friends and marriage they're all condition have conditionals attached to it all limitation but God's love has no limit one and only true love is called agape this is the 4 loves from C.S. Lewis book ទី1គឺហៅថា storge សេចក្តីស្រឡាញ់បែបគ្រួសារទី2យើងនឹងឃើញពាក្យ philia សេចក្តីស្រឡាញ់បែបមិត្តភាពពួកម៉ាក់ទី2សេចក្តីស្រឡាញ់ romantic គូស្នេហ៍ eros ខ្ញុំនឹងចំណាយពេលច្រើនដើម្បីនិយាយអំពី agape ជាសេចក្តីស្រឡាញ់ធំបំផុតខ្ពស់បំផុតឧត្តមបំផុតរបស់ព្រះអង្គម្ចាស់សម្រាប់យើងដែលឥតលក្ខខណ្ឌទី1 storge សេចក្តីស្រឡាញ់បែបគ្រួសារដែលបានចែងនៅក្នុងខគម្ពីររ៉ូមចំពុក12ខ10សេចក្តីស្រឡាញ់ជាបងប្អូននោះចូលមានចិត្តថ្នាក់ថ្នមគ្នាទៅវិញទៅមកសេចក្តីរាប់អាននោះឲ្យខំរាប់អានគេជាមុននេះគឺសេចក្តីស្រឡាញ់ដែលយើងកើតនៅក្នុងចូលនៅក្នុងគ្រួសារយើងអត់មានជំរឿនសេចក្តីស្រឡាញ់បានបង្រៀនយើងឲ្យយើងប្រព្រឹត្តនឹងចំពោះគ្នាទៅវិញទៅមកដូចជាក្រុមគ្រួសារយើងក្រុមគ្រួសារព្រះគ្រឹះហើយទុកគេជាមុនគេមានទុកមានបញ្ហាអ្វីទាំងអស់យើង
ងារយើងបន្តិចសួរសក់ទុកទូរស័ព្ទដោយបានសាវកពលថាបើយើងអត់មានសេចក្តីស្រឡាញ់យើងមានបញ្ហាហើយយើងក៏ពិបាកនឹងអភ័យទោសពីព្រោះសេចក្តីស្រឡាញ់យើងបានមកពីនៅក្នុងផ្ទះរបស់យើងរៀនពីឪពុកម្ដាយយកចិត្តទុកដាក់នឹងគ្នាសេចក្តីស្រឡាញ់នៅក្នុងគ្រួសារស្រស់បំព្រងឲ្យយើងល្អក់ល្អឿននឹងគ្នាប៉ុន្តែពេលដែលជួបបញ្ហាអាចធ្វើយើងខកចិត្តពីព្រោះអ្វីព្រោះយើងនៅជាមនុស្សនៅសាច់ឈាមយើងតែងតែជួបប្រទះបញ្ហាប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះមានធ្វើយើងខកចិត្តឡើយបងប្អូនយើងនឹងមើលឧទាហរណ៍ពេលដែលកូនង៉ែតទឹកនឹងកើតឪពុកម្ដាយស្រឡាញ់ណាស់អូប្រសពថែរក្សាការពារបង្រៀនគ្រប់យ៉ាងស្មោះស្ម័គ្រក៏ប៉ុន្តែដល់ពេលកូនធំឡើងពេលជំទង់យ៉ាងម៉េចរឹងរូសស្ដាប់មិនបានតវត្តបបាច់មែនទេជួនកាលក៏មានមិត្តភ័ក្តិដែលខុសសិលធម៌អាចធ្វើឲ្យមានរឿងរ៉ាវនោះហើយគឺជាសេចក្តីស្រឡាញ់របស់មនុស្សអាចផ្លាស់ប្ដូរទៅតាមកលៈទេសៈទៅតាមជីវិតstages of life you go through មានតែសេចក្តីស្រឡាញ់របស់ព្រះអាកាពេនឹងឯងដែលនៅស្ថិតថេរដែលជួយឲ្យយើងជំហរយើងរឹងមាំសេចក្តីស្រឡាញ់ទី2 philia សេចក្តីស្រឡាញ់បែបមិត្តភាពយើងនឹងខគម្ពីរដែលលោកពូអានបានអានអរគុណពូយើងបានឮខគម្ពីរនេះពេលរៀន Sunday School ក្តីពេលរៀបអាពាហ៍ពិពាហ៍ក្តីយើងឃើញបានឮ Sunday School នេះខគម្ពីរនេះអានជាញយមិនមែនគ្រាន់តែជាកំណាព្យទេបងប្អូនគឺជាមេរៀនដ៏ល្អស្អាតសម្រាប់យើងនេះគឺជាសេចក្តីស្រឡាញ់របស់ព្រះព្រោះព្រះអង្គចង់ឲ្យយើងចែករំលែកសេចក្តីស្រឡាញ់ទៅអ្នកដទៃបើយើងគ្មានសេចក្តីស្រឡាញ់មានថាអត់ធ្មត់យ៉ាងនេះយើងពិបាកចែកនៅក្នុងគម្ពីរកូរិនតូសខ្សែទី1ចំពុក13ខ8ដល់ខ7ខ8ថាសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ហើយក៏សប្បុរសជឿទាំងអស់សង្ឃឹមទាំងអស់ហើយត្រឹមត្រូវទាំងអស់សេចក្តីស្រឡាញ់មិនដែលផុតឡើយនៅអចិន្ត្រៃយ៍មិនដែលផុតឡើយសេចក្តីស្រឡាញ់របស់ព្រះអង្គប៉ុន្តែមនុស្សយើងដែលមានបាបអារម្មណ៍ពីបោដោយចង់ឆ្លល់យើងត្រូវតែត្រឹមត្រូវអ្នកដែលរៀបការថ្មថ្មីមិត្តភក្តិក្តីក្រុមគ្រួសារក្តីយើងត្រូវតែមានសេចក្តីអត់ធ្មត់គ្នានឹងគ្នាដូចចោលនៅក្នុងចាននៅក្នុងរាវត្រែងតែរំដោះអត់ធ្មត់អភ័យទោសពីព្រោះសេចក្តីស្រឡាញ់របស់ព្រះអង្គដែលបង្រៀនយើងនេះយើងនឹងត្រូវឈប់ប្រព្រឹត្តសេចក្តីល្អចំពោះគ្នានឹងគ្នាយើងមានឱកាសយើងធ្វើល្អសេចក្តីល្អដែលស្រឡាញ់រវាងមិត្តភាពមានន័យថាសុខចិត្តធ្វើពលកម្មដោយពួកទាហានតែស្រឡាញ់គ្នាបដូរផ្ដាច់ជីវិតនឹងជីវិតជួយសង្គ្រោះគ្នាជ្រៅណាស់រៃស្រឡាញ់មានកិច្ចក្តីភាពដូច្នេះហើយបងប្អូនយើងលើកទឹកចិត្តគ្នាពេលដែលយើងកំពុងតែប្រឈមមុខនៅក្នុងការលំបាកជួនកាលយើងមានមិត្តភក្តិដែលយើងទុកចិត្តដែលមានភាពស្មោះស្ម័គ្រយើងបានឃើញនៅក្នុងខគម្ពីរនេះអំពីដាវីតនិងយូណាថានដាវីតព្រោះយូណាថានជាមិត្តភក្តិស្និទ្ធស្នាលពីជាងជីវិតទៅទៀតជួយសង្គ្រោះយូណាថានជាកូនរបស់ស្ដេចសូលចង់មានបំណងចង់ធ្វើបាបសម្រាប់ដាវីតហើយយូណាថានដឹង
ដោយបង្ហាញនៅគម្ពីរលោកុបាទជំពូក2ខ24ដោយហេតុនេះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួនទៅនៅជាប់នឹងប្រពន្ធវិញហើយអ្នកទាំងពីរនោះនឹងត្រឡប់ទៅជាសាច់តែមួយមនុស្សពីរនាក់ខ្លាយជាគ្រួសារតែមួយសាច់ឈាមតែមួយគឺការចាក់ចេញពីផ្ទះបរិសុទ្ធចាក់ចេញពីផ្ទះមករួមជាមួយនឹងប្រពន្ធនេះជាសេចក្តីស្រឡាញ់ដែលព្រះអង្គបានប្រទានមកយើងតើយើងថែរក្សាសេចក្តីស្រឡាញ់រវាងភរិយាគ្នានឹងគ្នាគ្រួសារយើងដោយរបៀបណា Hebrew how to protect your love in bed Hebrew ជំពូក13ខ4ការវិវាមង្គលការជាការប្រសើរដល់គ្រប់គ្នាហើយដែលរួមដំណេកនោះក៏ជាការអិតសៅមងដែរភាពស្និទ្ធស្នាលក្នុងអាពាហ៍ពិពាហ៍នឹងធ្វើឲ្យផ្ទះយើងកក់ក្ដៅដូចជា fireplace មានអណ្ដើមធ្វើឲ្យផ្ទះយើងកក់ក្ដៅមានសុភមង្គលល្អសប្បាយ But when the fire get out of the fireplace it could destroy your life your family so contain it that's what the Lord says here កុំក្បត់គ្នាស្រឡាញ់គ្នាថ្នាក់ថ្នមគ្នាស្មោះត្រង់នឹងគ្នានោះហើយគឺជាសេចក្តីស្រឡាញ់ដែលព្រះអង្គចង់ឲ្យយើងធ្វើតាមដោយស្ដេចសាឡូមោននៅព្រះអង្គមានបន្ទូលថាសេចក្តីស្រឡាញ់មានអំណាចដូចអណ្ដាតភ្លើងឬក៏ដោយសេចក្តីស្លាប់បងប្អូនធ្លាប់ឮទេពាក្យស្លោកថាម៉ែអើយខ្ញុំស្រឡាញ់នាងនោះបើមិនបានមកធ្វើជាប្រពន្ធខ្ញុំនឹងស្លាប់ឥឡូវអើយក្តីស្រឡាញ់ឃើញគេស្អាតជាងគ្រួសារយើងមានចិត្តសម្រាប់សម្រាលនោះគឺជាបញ្ហាយើងត្រូវការពារគូស្នេហ៍យើងឲ្យមាននៅតែរងើកភ្លើងអឺលអូនជាមួយនឹងគ្នាត្រូវជ្រើសរើសការបដិញ្ញាចិត្តភាពសប្បុរសនិងការលះបង់ជារៀងរាល់ថ្ងៃបើឃើញគូដៃយើងរវល់មិនសូវមានពេលយើងមានពេលជួយគ្នាធ្វើនេះធ្វើនោះឲ្យយើងមានពេលដើម្បីយើងសំណេះសំណាលគ្នាពីព្រោះអារម្មណ៍ដែលគ្មានការបដិញ្ញាចិត្តមិនអាចរក្សាសេចក្តីស្រឡាញ់បានឡើយបើយើងគ្មានសេចក្តីស្រឡាញ់យើងមិនអាចស្រឡាញ់គេបានឡើយបញ្ហាអាពាហ៍ពិពាហ៍ when you hear the word I don't love you anymore I don't have anything to give you anymore មានបញ្ហាយើងឃើញមានហិតប៉ុតនឹងគ្នាឬមួយក៏គ្មានអ្វីដែលចំជាប់នឹងគ្នាលេងលះគ្នាជាដើម physical attraction fading but the love of God remains we know that the three loves that we have learned naturally always fade in time because of problems សេចក្តីស្រឡាញ់ទាំង3ដែលយើងបានរៀនមកតែងតែសាបរលាបទៅតាមពេលវេលាដោយបញ្ហាជាច្រើនពីព្រោះយើងគ្មានសេចក្តីអត់ធ្មត់គ្មានចិត្តសប្បុរសនឹងគ្នាបែរជាអ្វីបែរជាមានចិត្តធំអួតខ្លួនឯង
យើងនៅមាននៅសាច់ឈាមនៅឡើយប៉ុន្តែព្រះអង្គនឹងជួយយើងបន្តិចម្ដងពីព្រោះព្រះវិញ្ញាណបរិសុទ្ធសម្អាតយើងប្រគល់វិជាជីវិតលោកកាយព្រះវិញ្ញាណសូមព្រះអង្គជួយសម្អាតកូនជារៀងរាល់ថ្ងៃដល់ហូតយកដែលចម្រៀងយើងបានច្រៀងការចំណែនឈ្នះនេះការធ្វើឲ្យគេពិបាកចិត្តបញ្ចូលនៅសេចក្តីស្រឡាញ់ទី4គឺជាឧត្តមអស្ចារ្យបងប្អូនអាកាពេសេចក្តីស្រឡាញ់កម្រិតនេះយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធជួយឲ្យយើងយល់ពីជំរឿនៃសេចក្តីស្រឡាញ់ How far did God go to save us? You have to be born again to understand this level of love, the highest love, sacrificial love, the love that only God can give, that will stay through eternity. Because God called us to be imitation of Him. We need His help to understand why did He do that. Give His only Son to love and លក្ខខណ្ឌ This is why យូហាន 3:16 នេះជាខគម្ពីរដែលល្បីណាស់បងប្អូនតែបងប្អូនយើងភាគច្រើនចាំរត់មាត់មិនបាច់មើលគម្ពីរឡើយគឺចាំត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿព្រះរាជបុត្រានោះមានវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចព្រះអង្គប្រទានឲ្យតែយើងជឿយើងទទួលដោយស្មោះស្ម័គ្រអង្គប្រទានយើងត្រូវតែសម្រេចចិត្តទទួលសេចក្តីស្រឡាញ់របស់ព្រះមិនចេះសោករលាបឡើយបងប្អូនអត់លក្ខខណ្ឌទាំងអស់មកពេលទឹកនៅក្រោកពេលទេមកមិនបាច់មួយទឹកមិនបាច់ធ្វើអ្វីទាំងអស់មិនបាច់ចាំថាខ្ញុំចង់ឲ្យខ្ញុំឈប់បាក់សាចឹងបានខ្ញុំមកបាញ់គាត់ព្រះអង្គមិនដូច្នោះទេបងប្អូនមកស្ថានភាពយ៉ាងម៉េចក៏ព្រះអង្គទទួលបានដែរព្រោះអាកាពេយើងនឹងប្រើពាក្យអាកាពេជាច្រើនថ្ងៃនេះគឺជាសេចក្តីស្រឡាញ់របស់ព្រះអង្គពីព្រោះទ្រង់មករកយើងមុនអ្នកដែលបាក់បែកព្រះអង្គមកពីឋានសួគ៌មកដើម្បីរកអ្នកណាមិនមែនរកអ្នកមានណាយើងបាក់បែកយើងអស់សង្ឃឹមយើងមានស័ក្តិសមយើងអ្នកមិនបាបគឺយើងមិនល្អទេមិនល្អឥតចោះទេសំណួរតើយើងស្រឡាញ់អ្នកដែលមិនស័ក្តិសមអ្នកដែលមិនចូលចិត្តយើងអ្នកដែលបោកប្រាស់យើងរហូតដល់ស្លាប់ឬតើព្រះយេស៊ូវសគត់លើឈើឆ្កាងទ្រង់សគត់សម្រាប់តែមនុស្សគ្មានបាបឬបងប្អូនមិនមែនដូច្នោះទេទាំងអស់គ្នាទ្រង់សគត់សម្រាប់យើងទាំងអស់គ្នាជាអ្នកមានបាបទាំងចោទាំងអ្នកពិឃាតព្រះអង្គទាំងអស់អង្គយាមមកសង្គ្រោះយើងទាំងអស់គ្នាតើមានអ្វីជាផុសតាងនេះគឺជាផុសតាងព្រះអង្គបានបង្ហាញយើងនៅទីសាធារណៈមានលេខលាកលៀមឡើយពេលវេលាព្រះអង្គយាមមកគឺល្អឥតខ្ចោះសង្គ្រោះយើងដែលយើងមិនអាចសង្គ្រោះខ្លួនឯងពីរ៉ូមជំពូក5ខ8ចែងថាតែឯព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់
ដីស្រឡាញ់ទាំង4យើងឃើញបានរៀនមកទី1 Storge សេចក្តីស្រឡាញ់របៀបគ្រួសារស្រស់ស្អាតប៉ុន្តែអាចបាក់បែកគ្នាបានទី2 Philia រវាងមិត្តភាពយើងអាចរសាត់បាត់ទៅម្នាក់រៀបការម្នាក់រើផ្ទះអត់មានពេលមានកូនណែតអត់មានពេលដូចយើងពីដើមនឹកយើងឃើញកូនយើងក្តីតែមានមិត្តសម្លាញ់នៅសាលានិយាយពី3ម៉ោងមិនចេះចប់រត់តែប្រើទូរស័ព្ទមិនបានស្ដីស្រឡាញ់របៀបគូស្នេហ៍រវាងគ្រួសារស្វាមីភរិយាស្រស់ស្អាតប៉ុន្តែអារម្មណ៍ផ្លាស់ប្ដូរបានតាមកលៈទេសៈសេចក្តីស្រឡាញ់ទាំង3លើនឹងបងប្អូនមិនបាននៅស្ថិតទេរៀងរហូតទេមានអំណាចទេរារេតាមចុងរស័យចុងខ្យល់ប៉ុន្តែអាកាពេគឺជាសេចក្តីស្រឡាញ់របស់ព្រះអង្គស្មោះត្រង់រៀងរហូតមិនចេះសាបសូន្យមិនចេះរលាយឡើយបងប្អូនទាំងអស់នេះហើយនាំយើងទៅរកសេចក្តីស្រឡាញ់ដ៏ពិតគឺ God is love យ៉ូហានខ្សែទី1ខចំពោះ4ខ12ដល់16ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ All the other love in creation came from God. For God is love. Love គ្រប់បាំង all សេចក្តីអាក្រក់ទាំងអស់ដូច្នេះហើយអាកាពេ never fail because God never fail អាកាពេមិនដែលបរាជ័យពីព្រោះព្រះជាម្ចាស់មិនដែលបរាជ័យឡើយបងប្អូនដូច្នេះហើយសូមចងជាប់ជីវិតរបស់យើងនៅក្នុងព្រះគ្រិស្តពឹងផ្អែកទៅលើសេចក្តីស្រឡាញ់តែមួយគាត់ដែលនៅស្ថិតស្ថេរហើយនឹងស្មោះត្រង់ជាមួយយើងរៀងរហូតនេះគឺជាដូចជា quiz which love that lasts we know people change circumstances change our feelings change but God's love never change stay with us in our hearts if you are born again you already received Christ the Holy Spirit will convict you about His love how big is His love តើសេចក្តីស្រឡាញ់របស់ព្រះធំប៉ុណ្ណាមានយកអីមកអះអាងតើមានពាក្យបន្ទូលសន្យាណាយកមកអះអាង Roman 8ចំពោះ38ទៅ39គ្មានអ្វីអាចបង្រួតយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងព្រះយេស៊ូវបានឡើយយើងសង្ខេបគ្មានអ្វីទាំងអស់បងប្អូននៅក្នុងលោកនេះក្នុងចក្រវាឡទាំងមូល nothing can separate us from the love of God in Christ not even the trouble in the universe ទោះបើស្លាប់រស់ទេវតាអំណាចអ្វីទាំងអស់នៅជននេះជនលើជនក្រមកម្ពស់ចម្រុះទាំងអស់មានអាចបំបែកសេចក្តីស្រឡាញ់គឺយើងដឹងច្បាស់ជឿច្បាស់នៅក្នុងខនេះដូច្នេះហើយបងប្អូនអើយអាកាពេគឺជាសេចក្តីស្រឡាញ់ដែលនៅថិតថេរអស់កលជានិច្ចអាកាពេដូច្នេះហើយឈប់ស្វែងរកសេចក្តីស្រឡាញ់ទៅបងប្អូនយើងទាំងអស់គ្នាទាំងខ្ញុំទាំងបងប្អូនចំណាយពេលមួយជីវិតរបស់យើងដើម្បីស្វែងរកសេចក្តីស្រឡាញ់ដែលពិតដែលនៅគង់វង្សមិន
វាយើងស្រឡាញ់ទ្រង់ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុនដោយបទចម្រៀងដែលអូនលឿនបានអានបានតែងបើយើងគ្មានសេចក្តីស្រឡាញ់របស់ព្រះតើយើងអោយសេចក្តីស្រឡាញ់ទៅអ្នកដទៃបានឬអត់មិនបានទេពីព្រោះយើងជាកញ្ចក់របស់ព្រះអង្គឆ្លុះបញ្ចាំងសេចក្តីស្រឡាញ់ទៅអ្នកដទៃចែករំលែកអ្នកដែលហេវហត់សក់ព្រួយសេចក្តីស្រឡាញ់យើងតើតែមានសេចក្តីស្រឡាញ់បានជាយើងអាចអោយសេចក្តីស្រឡាញ់បញ្ហាធម្មជាតិស្រឡាញ់បងប្អូនមិត្តភក្តិគូស្នេហ៍បើយើងអត់មានសេចក្តីស្រឡាញ់យើងមានបញ្ហាដូច្នេះហើយអាកាពេគឺអ្វីគឺមិនគិតអំពីអកប្បកិរិយាអ្នកដែលទទួលឡើយអាកាពេហូរចេញពីព្រះពរព្រះគុណរបស់ព្រះអង្គមកយើងដើម្បីនឹងជួយយើងការពារយើងទំនាក់ទំនងរបស់យើងនឹងឯងដូច្នេះហើយបងប្អូនឃ្លាក្រោយនេះសំខាន់ណាស់ចូលយើងចង់ជីវិតរបស់យើងឲ្យជួបនឹងអាកាពេសេចក្តីស្រឡាញ់របស់ទ្រង់ទាំងមួយគត់ដែលនៅអស់កាលមិនចេះសាបសូន្យឡើយអាមែនសូមបងប្អូនស្ងប់ចិត្តអធិដ្ឋានព្រះម្ចាស់ព្រះយេស៊ូវគុណអរព្រះគុណព្រះអង្គសម្រាប់ការបង្ហាញទូបង្គំយើងខ្ញុំនៅសេចក្តីស្រឡាញ់អាកាពេនៅលើឈើឆ្កាងសូមជួយទូបង្គំយើងខ្ញុំឲ្យស្រឡាញ់ក្រុមគ្រួសាររបស់យើងខ្ញុំដោយការអត់ធ្មត់មិត្តភ័ក្តិរបស់ទូបង្គំដោយស្មោះត្រង់និងប្តីប្រពន្ធរបស់ទូបង្គំដោយមានការបដិញ្ញាចិត្តនៅពេលដែលសេចក្តីស្រឡាញ់របស់មនុស្សលោកคล้ายជាការលំបាកសូមទ្រង់រំលឹកទូបង្គំអំពីសេចក្តីស្រឡាញ់ដ៏មិនចេះរីស្ងួតរបស់ព្រះអង្គសូមទ្រង់បង្រៀនយើងខ្ញុំឲ្យស្រឡាញ់ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុនសូមឲ្យជីវិតរបស់ទូបង្គំត្រូវបានចងភ្ជាប់នៅក្នុងសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គចាប់ពីថ្ងៃនេះតទៅគុំសូមលើកថ្វាយគ្រប់កម្មវិធីទាំងអស់នៅក្នុងព្រះនាមអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះសូមបងប្អូនសម្រួលអារម្មណ៍ដើម្បីអធិដ្ឋានលើកប្រាក់អង្វាយអោព្រះបិតាដែលគង់នៅលើឋានសួគ៌យើងខ្ញុំទាំងអស់គ្នាចូលទូលនៅទីនេះដើម្បីអរគុណដល់ព្រះអង្គព្រះពររបស់ព្រះអង្គនិងការគ្រប់គ្រងជំនឿទាំងអស់របស់ព្រះអង្គមកលើកូនដែលអត់មានទីចប់ទីអស់ទេអ្វីដែលកូនមាននៅទីនេះទ្រព្យសម្បត្តិអ្វីទាំងអស់គឺបានមកពីព្រះអង្គទាំងអស់ពេលនេះកូនមានឯកភាពនិងចែករំលែកមួយចំនួនជូនព្រះអង្គវិញសូមព្រះអង្គយកទាំងឡាយនេះទៅប្រកាសតាមការយល់របស់ព្រះអង្គចុះយកខ្ញុំសូមលើកការទាំងអស់នេះជូនព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ
យាពីព្រោះសេចក្តីស្រឡាញ់ថ្ងៃនេះព្រះអង្គបានចងយើងជាគ្រួសារព្រះអង្គម្ចាស់ព្រះគ្រីស្ទយេស៊ូវគឺជាសេចក្តីស្រឡាញ់សូមព្រះអង្គប្រទានពរដល់បងប្អូនយើងទាំងអស់គ្នាដែលមានចំណែកបម្រើព្រះអង្គមានថាពេលណាវេលាណាបងប្អូនតែងតែបំពេញការងាររបស់ខ្លួនដោយសេចក្តីស្រឡាញ់ដោយមាននឿយហត់ដោយមានរឹសនេះហើយជាសេចក្តីស្រឡាញ់របស់ព្រះអង្គសូមព្រះអង្គប្រទានពរដល់លោកគ្រូដែលកំពុងតែរៀបចំកំពុងតែខ្ចប់អបានហើយឥឡូវនេះនោះយកខោមកបោកតាមអាមេរិកមកលោកគ្រូអើយសូមព្រះអង្គប្រទានពរដំណើរគាត់ដើម្បីនេះបានមកដល់ផ្ទះដោយសុខសាន្តហើយជាពិសេសគឺថ្ងៃនេះពេលយើងបែកគ្នាទៅគេថារៀនខ្លួនសូមព្រះអង្គប្រទានពរដំណើរយើងទៅជិតឆ្ងាយបានទៅដល់ផ្ទះដោយសុខសុវត្ថិភាពផងដែរសូមព្រះអង្គនឹកបងប្អូនយើងនឹកចាំតែបងប្អូនយើងមួយចំនួនដែលមានជំងឺមិនបានមកថ្វាយបង្គំព្រះអង្គជាមួយយើងដូចជាវិនីដូចជាមីសូយ៉ានីនិងបងប្អូនយើងដទៃទៀតដែលធ្វើដំណើរឬក៏មានธุរៈណាមួយនោះសូមព្រះអង្គស្ទាក់ប្រទានពរទាំងអស់គ្នាសូមបងប្អូនជំនុំចិត្តអង្គចាស់ហើយសូមព្រះអង្គថ្ងៃនេះជាថ្ងៃរលារិទ្ធរបស់ព្រះអង្គកូនទាំងអស់គ្នាបានមកចូលរួមក៏ដោយសារប្រគុណរបស់ព្រះអង្គទាំងចិត្តទាំងឆ្ងាយសូមព្រះអង្គថែរក្សាទូបង្គំទាំងអស់គ្នាពេលយើងបែកគ្នាទៅដល់ទីដៅដោយសុខសុវត្ថិភាពផងដែរបងចាស់ហើយសូមព្រះអង្គចម្រើនសេចក្តីស្រឡាញ់របស់ទូបង្គំទាំងអស់គ្នាសូមឲ្យយើងចាក់ឫសសេចក្តីស្រឡាញ់របស់ព្រះអង្គនៅក្នុងដួងចិត្តយើងម្នាក់ជារៀងរាល់ថ្ងៃយើងអត់ទោសឲ្យគ្នាព្រះអង្គបងចាស់ឲ្យយើងចេះអត់ធ្មត់អត់ទោសដោយសាវកពលដែលទ្រង់ដែលគាត់បានសរសេរកូរិនថូសខ្សែទី1ជំពូក13គឺបង្រៀនយើងពេលយើងកពលមុខនឹងគ្នាពេលយើងមានត្រូវចិត្តគ្នាឬក៏កម្មកុសនៅក្នុងគ្រួសារឬក្នុងក្រុមជំនុំឲ្យយើងមើលទៅសេចក្តីស្រឡាញ់របស់ព្រះអង្គដែលព្រះអង្គបានលះបង់នៅលើឈើឆ្កាងនោះគឺមិនរើសមុខមានប្រកាន់ទោសអភ័យទោសឲ្យគ្នាទៅវិញទៅមកនេះជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យណាស់បងចាស់គុណសូមលើកថ្វាយគ្រប់ទាំងកម្មវិធីទាំងអស់នៅក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទ